ជំរាបសួរបងប្អូនប្រុសស្រីទាំងអស់គ្នាជួបជាមួយនឹងនាងខ្ញុំទូស៊ីណូនថ្ងៃនេះបងប្អូនខ្ញុំយក5ពាក្យមកទៀតមកចែករំលែកដល់បងប្អូនប្រុសស្រីដែលចូលចិត្តរៀនភាសាអង់គ្លេសជាមួយនឹងនាងខ្ញុំថ្ងៃនេះខ្ញុំយក5ពាក្យនេះវាតកតងនឹងជំងឺរោគពិភពលោកយកមានណាបងប្អូនឥឡូវនេះបងប្អូនមើលពាក្យអស់នេះជាមួយនឹងនាងខ្ញុំហើយបងប្អូនអាចរៀនពាក្យអស់នេះជាមួយនឹងនាងខ្ញុំការបញ្ចេញសូរស័ព្ទសំឡេងរបស់វានីមួយមុនដំបូងខ្ញុំនឹងបញ្ចេញសូរស័ព្ទសំឡេងឲ្យបងប្អូនឮហើយបងប្អូនអាចត្រាប់តាមនាងខ្ញុំដើម្បីឲ្យបងប្អូននិយាយចេញមកពាក្យដែលថាជំងឺនីមួយឲ្យវាច្បាស់នៅក្នុងភាសាអង់គ្លេសអូខេពាក្យទី1បងប្អូន hypertension 4ព្យាង្គ hypertension ឬមួយយើងចង់ថា high blood pressure គឺថាជំងឺលើសឈាម hypertension អូខេអាហ្នឹងពាក្យ medical term របស់គេបងប្អូន hypertension ជំងឺលើសឈាមឬមួយបងប្អូនចង់និយាយថា high blood pressure វាមានន័យដូចគ្នាជំងឺលើសឈាមពាក្យទី2បងប្អូនពាក្យទី2អានេះខ្ញុំឮពេទ្យរបស់ខ្ញុំផ្ទាល់គាត់បញ្ចេញសូរស័ព្ទសំឡេងគាត់និយាយមកវាមាន2បងប្អូន2យ៉ាងហើយពេលគេនិយាយមកវាគេកាត់យល់ទាំងអស់ទី1យើងអាចប្រណាំងវាថា dengue fever ឬមួយ dengue fever មួយណាក៏បានដែរបងប្អូនអាហ្នឹងគឺថាជំងឺគ្រុនឈាម dengue fever ឬមួយ dengue fever យើងអាចប្រណាំងវាមួយណាក៏បានដែរខ្ញុំឮដុកទ័រ2នាក់ខ្ញុំដកទៅមួយគាត់ថាប្រណាំង dengue fever ហើយដកទៅមួយទៀតគាត់ថាអ្នកខ្លះឮគេនិយាយថា dengue fever បងប្អូនអានេះគ្រាន់តែថាខ្ញុំចែករំលែកអានេះតាមខ្ញុំឮតាមខ្ញុំជួបពេលខ្ញុំជួបដកទ័រ2នាក់គាត់ប្រណាំងខុសគ្នាអានេះគ្រាន់តែថាចែករំលែកដល់បងប្អូនដើម្បីឲ្យបងប្អូនយល់ថាជំងឺគ្រុនឈាមហ្នឹងយើងអាចប្រណាំងវាថា dengue fever ឬមួយ dengue fever មួយណាក៏បានដែរឥឡូវពាក្យទី3បងប្អូន malaria អាហ្នឹងថាគ្រុនចាញ់ malaria វាឮទៅដូច4ព្យាង្គបងប្អូន malaria អាហ្នឹងគឺថាគ្រុនចាញ់ឥឡូវពាក្យទី4ពិបាកបន្តិចបន្តួចបងប្អូនប៉ុន្តែគេមានសម្រាយសម្រាយដែលថាយើងអាចប្រើហើយគេកាត់យល់អាហ្នឹងថាជំងឺរបេងហ្នឹង tuberculosis okay tuberculosis អាហ្នឹងគឺថាគ្រុនជំងឺរបេងប៉ុន្តែបើសិនជាយើងអត់ចេះ pronounce វាទេយើងថា TB ឥឡូវពាក្យទី4ហ្នឹងបងប្អូនយើងអាចប្រើថា TB ជំងឺ TB អាហ្នឹងគឺថា tuberculosis អានេះពាក្យហ្នឹងវាពិបាក pronounce មែនបញ្ចេញសូរស័ព្ទសំឡេងដូចថាវាពិបាកបន្តិចតួចបងប្អូន tuberculosis ជំងឺរបេងឥឡូវពាក្យទី5 diarrhea ពាក្យហ្នឹងគឺថាជំងឺរាគយើងរាគហ្នឹងបងប្អូនតារាគ5-6ដងឡើងលើគេថារាគឲ្យបងប្អូន diarrhea okay you may have diarrhea if you eat something that is spoiled ថាម្ហូបផ្អូមឬមួយម្ហូបអត់ល្អ okay you may have diarrhea if you are sick okay have the stomach bugs definitely you may have diarrhea នេះគឺថាជំងឺរាគឥឡូវសារឡើងវិញបងប្អូនមើលពាក្យទាំងអស់នេះជំងឺទាំងអស់នេះជាមួយនឹងនាងខ្ញុំហើយបងប្អូនអាចរៀនពាក្យនីមួយជាមួយនឹងនាងខ្ញុំពាក្យទី1 hypertension គឺថាឬមួយបងប្អូនអាចនិយាយថា high blood pressure វាមានន័យដូចគ្នាគឺថាជំងឺលើសឈាមពាក្យទី2 dengue fever ឬមួយ dengue fever អាហ្នឹងគឺថាជំងឺគ្រុនឈាមយើងអាចថា dengue fever ឬមួយ dengue fever គឺថាជំងឺគ្រុនឈាមពាក្យទី3 malaria អាហ្នឹងគឺថាជំងឺគ្រុនចាញ់ malaria ជំងឺគ្រុនចាញ់ពាក្យទី4 tuberculosis ឬមួយ TB អានេះជំងឺរបេងពាក្យទី5 diarrhea ហ្នឹងថាជំងឺរាគសង្ឃឹមថាបងប្អូនប្រុសស្រីទាំងអស់ដែលថារៀនជាមួយនៅនាងខ្ញុំបានរៀនពាក្យអស់នេះតិចតួចហើយបញ្ចេញសូរស័ព្ទសំឡេងឲ្យត្រូវអរគុណច្រើនបងប្អូនហើយសូមបងប្អូនជួយចែករំលែកវីដេអូរបស់នាងខ្ញុំដើម្បីអ្នកផ្សេងទៀតបានឃើញវីដេអូរបស់នាងខ្ញុំហើយរៀនជាមួយនាងខ្ញុំដែរអរគុណច្រើនជួបគ្នានៅក្រោយទៀតបាយ